ចាជំរាបសួរទៅជនជាទីគោរពចានេះខ្ញុំថ្ងៃនេះមានហូលពីក្បិនចាដែលកាត់ចេញពីកៃហើយចំណុចពិសេសរបស់ហូលពីក្បិននេះចាគឺវាមានភាពខុសប្លែកពីគ្នាចាសម្រាប់ក្បិនទី1ចាចំណុចពិសេសរបស់ក្បិនទី1នេះចាគឺបណ្ដូលខាងក្នុងមានពណ៌លឿងទុំចាពណ៌លឿងទុំចាហើយសម្រាប់ខ្សែខ្នក់ក្នុងនេះចាគឺមានពណ៌លឿងស្រស់ចាមានពណ៌លឿងស្រស់ណាហើយបន្ទាប់មកចាសាច់ផ្ទៃចាសាច់ផ្ទៃនេះចេញពណ៌កាហ្វេចាអញ្ចឹងហូលនេះវាមាន3ពណ៌រួមទាំងពណ៌ប្រាក់មួយពណ៌ទៀតគឺ4ពណ៌មួយពណ៌ចា2ពណ៌កាហ្វេមួយទៀត3ពណ៌ប្លីងពណ៌ប្រាក់ជាមួយនឹងខ្សែគោមហ្នឹងចាអញ្ចឹងសម្រាប់ហូលដែលមានរចនាបថកូននាគក្នុងស្រោមនេះចាគឺមាន2ពណ៌ហ្នឹងចាដែលបង្ហាញជូនសំទោស2ពណ៌4ពណ៌ដែលបង្ហាញជូនចាហើយសម្រាប់ហូលនេះចាគឺមានតែមួយក្បិនទេសម្រាប់ហូលនេះណាចាហើយសម្រាប់រចនាបថដូចគ្នាចាដូចគ្នាចាគឺដូចគ្នាទេប៉ុន្តែពណ៌វាខុសគ្នាចាដែលមានពណ៌ខាងក្នុងចាគឺវាមានភាពគេហៅចំណុចសំខាន់របស់ក្បាច់ហ្នឹងចាគឺខាងក្នុងមណ្ឌលខាងក្នុងគឺពណ៌ផ្កាឈូកគេហៅឈូកពីចាបន្ទាប់មកជាមួយនឹងពណ៌លឿងស៊ីលៀបចាមិនមែនលឿងហើយក៏មិនមែនស៊ីលៀបចំដែរ2ពណ៌ចាលឿងស៊ីលៀបហ្នឹងចាហើយតួផ្ទៃទាំងមូលក្របគោមទាំងមូលហ្នឹងប្លីងចេញពណ៌អញ្ចឹងដូចគ្នាតែសម្រាប់តួផ្ទៃរបស់ហូលនេះចាគឺមានពណ៌បែបលក្ខណៈកម្មៅចាក្រហមតែក្រហមឬវាកម្មៅលក្ខខ្មែរវាមិនមែនជាក្រហមបែបលក្ខណៈគីមីស្រស់ស្រាលទេចាស្រស់បំប្រងទេចាអញ្ចឹងសម្រាប់ថ្ងៃនេះចាសម្រាប់ហូលពីក្បិននេះចាមានលក្ខណៈពិសេសម្យ៉ាងម្នាក់ចាមានលក្ខណៈពិសេសផ្សេងគ្នាណាចាអរគុណជម្រាបលា